តើមិនដឹងថាយើងជាអ្នកណាទេឬនេះពួកឯងជាចៅមានហើយលោកសេដ្ឋីឆាប់ប្រគល់មាសប្រាក់ឲ្យយើងទាំងអស់មកបើមិនអញ្ចឹងទេខ្ញុំនឹងសម្លាប់លោកសេដ្ឋីភ្លាមចៅអើយកុំសម្លាប់ខ្ញុំអីខ្ញុំមានមាសប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះមិនបាច់និយាយច្រើនទេឆាប់ឲ្យមាសប្រាក់ឲ្យយើងមកបានចាំបន្តិចចាំយើងយកមាសប្រាក់មកឲ្យលោកសេដ្ឋីមានលោកសេដ្ឋីម្នាក់គាត់បានចិញ្ចឹមសត្វជ្រូកមួយក្បាលហើយគាត់ស្រឡាញ់សត្វជ្រូកនេះណាស់ដូចជាកូនបង្កើតរបស់គាត់អញ្ចឹងនៅពេលដែលគាត់ទៅទារប្រាក់ពីអ្នកភូមិគាត់តែងតែយកសត្វជ្រូកនេះទៅជាមួយរហូតអ្នកលក់ដាក់កាហ្វេឲ្យខ្ញុំមួយកែវហើយនឹងគុយទាវមួយចានមកបាទលោកសេដ្ឋីរងចាំបន្តិចនេះបានហើយលោកសេដ្ឋីគុយទាវមួយចាននិងកាហ្វេមួយកែវល្អណាស់រក្សាកូននេះគុយទាវសម្រាប់ឯងចំណែកពុកផឹកតែកាហ្វេបានហើយថាម៉េចលោកសេដ្ឋីនេះលោកឲ្យជ្រូកស៊ីកាទៀវស៊ីយ៉ាងម៉េចអាឆែបរក្សាគឺជាកូនរបស់យើងណាចម្លែកមែនលោកសេដ្ឋីស្រឡាញ់សត្វជ្រូកដូចជាមនុស្សអញ្ចឹងមានអីទៅចម្លែកឯងឃើញវាជាសត្វអញ្ចឹងមែនតែវាឆ្លាតខ្លាំងណាស់មិនដូចជាសត្វដទៃឡើយឯងឃើញទេពេលដែលយើងទៅណាមកណាតែងតែយកវាទៅជាមួយរហូតបាទលោកសេដ្ឋីអញ្ចឹងតើបានជាខ្ញុំតែឃើញលោកយកសត្វជ្រូកនេះទៅជាមួយរហូតច្រឡំគឺរក្សាត្រូវហើយកូនយើងឈ្មោះរក្សាឯងហៅឈ្មោះកូនយើងឲ្យត្រឹមត្រូវផងបានខ្ញុំដឹងហើយលោកសេដ្ឋីអាឡុងឯងឃើញដូចជាយើងដែរទេលោកសេដ្ឋីគាត់ពិតជាមនុស្សចម្លែកមែនគាត់សុខចិត្តផឹកកាហ្វេតែឲ្យសត្វជ្រូកស៊ីសុទ្ធតែកាទៀវឯងមិនបាច់ទៅចម្លែកទេព្រោះគាត់មានប្រាក់ច្រើនចាយក៏មិនអស់ដែរអ្នកមានណាគេចូលចិត្តធ្វើអ្វីប្លែកចំណែកយើងនេះជាអ្នកក្ររកតែបាយស៊ីមិនចង់មានផងហើយអញចង់ខ្លាយទៅជាសត្វជ្រូកនោះណាអញពិតជាចំណាននឹងវាមែនវានៅក្បែរលោកសេដ្ឋីថ្ងៃណាក៏សុខស្រួលដែរយីអានេះមិនក៏ឯងអន់ម្លេះចំណានតាំងពីជ្រូកមិនសល់អ្វីអាលូចចុះឯងមិនឃើញទេអីលោកសេដ្ឋីគាត់ជាមនុស្សមានប្រាក់ច្រើនណាស់ហើយក៏អត់មានប្រពន្ធកូនអ្វីដែរបើសិនជាយើងខ្លាយទៅជាជ្រូកអញ្ចឹងមានប្រារបស់លោកសេដ្ឋីទាំងអស់មិនធ្លាប់មកលើយើងទេអីបើនិយាយរឿងនេះទៅក៏ស្ដាយដែរតាំងពីប្រពន្ធរបស់គាត់ស្លាប់មិនឃើញគាត់យកប្រពន្ធថ្មីទៀតសោះតើគាត់ទុកមានប្រារបស់គាត់ធ្វើអ្វីទៅណោះបើគាត់ចាយប្រាក់លេខអស់ទៅហើយនឹងបានហើយឆាប់ខ្វល់ពីលោកសេដ្ឋីទៅឥឡូវនេះពួកយើងទៅស្ទួយត្រីវិញក្រៃល្ងាចបារបស់ខ្លែមវើយតោះបើអញ្ចឹងយើងចេញទៅនៅក្នុងភូមិឯណែវិញក៏មានតាយាយពីរអ្នកប្តីប្រពន្ធពួកគាត់ក្រីក្រលំបាកណាស់រោគមួយថ្ងៃស៊ីបានមួយថ្ងៃតែប៉ុណ្ណោះអ្នកទាំងពីរបានមកចំការដើម្បីកាប់ដីដាំដំណាំផ្សេងយាយវីអើយខ្ញុំឈឺចង្កេះណាស់ខំបន្តិចទៀតទៅតាវីយើងចិត្តដល់ម៉ោងសម្រាកហើយធ្វើម៉េចបើពួកយើងក្រីក្រលំបាកយ៉ាងនេះបើយើងមិនខំទេថ្ងៃក្រោយយើងច្បាស់ជាមានប្រាក់សម្រាប់ទិញអាហារបរិភោគឡើយមែនហើយយាយវីណាមួយពួកយើងក៏មានកូនចៅដូចជាគេនោះដែរបើយើងមិនខំពីថ្ងៃនេះទៅខែក្រោយឆ្នាំក្រោយយើងច្បាស់ជាកាន់តែលំបាកជាងនេះអញ្ចឹងខ្ញុំមានតែខំកាប់ដីបន្តទៀតល្អណាស់តាវីឯងខំធ្វើការបន្តទៀតទៅចំណែកខ្ញុំទៅបេះបន្លែទុកធ្វើម្ហូបនៅល្ងាចនេះសិនបាទយាយវីអាយ៉ាបើគិតពីមាសប្រាក់របស់ខ្ញុំគឺច្រើនខ្លាំងណាស់មាសមួយហឹបនេះអាចឲ្យខ្ញុំដេកចាយមួយជីវិតទៀតក៏បានដែរប៉ុន្តែខ្ញុំនៅក្មេងហើយមានកម្លាំងខ្លាំងខ្ញុំចេះតែខំទៅបើសិនជាខ្ញុំឈប់ធ្វើច្បាស់ណាស់កម្មកររបស់ខ្ញុំពួកគេនឹងអត់មានអ្វីឆៃទេឥឡូវខ្ញុំយកមាសរបស់ខ្ញុំដាក់ក្នុងក្រោមគ្រែសិនរក្សាកូនត្បិតថាឯងជាសត្វជ្រូកក៏ពិតមែនតែពុកមិនដែលគិតថាឯងជាអ្នកដតីនោះទេពុកតែងតែស្រឡាញ់នឹងចង់នៅក្បែរឯងរហូតតោះឥឡូវនេះពួកយើងដល់ម៉ោងសម្រាកហើយចាំពេលល្ងាចចាំពុកឲ្យចុងភៅធ្វើអាហារឆ្ងាញ់ឲ្យកូនណាសត្វជ្រូកវាបានងក់ក្បាលបញ្ជាក់ថាបានយល់ពីអ្វីដែលលោកសេដ្ឋីបាននិយាយហើយចំណែកនីឡុងនឹងលួចឯណែវិញហើយអញឈប់ស្ទួយត្រីហើយវើយស្ទួយត្រីមួយថ្ងៃទៅហើយមិនបានសូម្បីតែមួយក្បាលគិតទៅអញអន់ជាងសត្វជ្រូកលោកសេដ្ឋីនោះទៅទៀតណែអាឡុងបើឯងស្ទួយនៅទីនេះអត់បានយើងទៅស្ទួយនៅកន្លែងផ្សេងទៅបានហើយអាលុចអញឈប់ស្ទួយហើយវើយឥឡូវចេះចោះចាំយើងចែកត្រីឲ្យឯងមួយក្បាលពីរក្បាលដែរអត់ទេយើងចង់ខ្លាយទៅជាអ្នកមានយើងចង់មានមាសប្រាក់ច្រើនដោយលោកសេដ្ឋី
យីឯងនិយាយអញ្ចឹងតើចង់បានន័យថាយ៉ាងម៉េចណែអាលុចយើងមានផែនការពិសេសមួយឯងខិតឲ្យចិត្តមកចាំយើងប្រាប់នៅពេលយប់ឡើងមកដល់អាឡុងតើឯងប្រកាសចិត្តទេថាចូលលួចទ្រព្យសម្បត្តិលោកសេដ្ឋីនោះអញប្រកាសចិត្តហើយថ្ងៃនេះលោកសេដ្ឋីនៅតែពីអ្នកជ្រូករបស់គាត់តែប៉ុណ្ណោះចំណែកឯកម្មកររបស់គាត់គេនៅចំការប៉ុន្តែអញដូចជាខ្លាចយ៉ាងម៉េចទេរដងយើងមិនដែលលួចគេផងនឹងអាលុចហេតុអ្វីបានជាឯងកំសាកយ៉ាងនេះឯងសាកគិតមើលទៅបន្ទាប់ពីយើងលួចទ្រព្យសម្បត្តិលោកសេដ្ឋីបានហើយយើងនឹងខ្លាចទៅជាអ្នកមានបន្ទាប់មកចាំយើងទៅនៅភូមិផ្សេងពេលនោះនឹងគ្មានអ្នកណាដឹងឡើយថាយើងជាចៅនោះទេពិតមែនហើយកំណត់ឯងក៏ល្អដែរប៉ុន្តែឯងនេះវាចេះតែខ្លាចលោកសេដ្ឋីតើមានប្រាក់លាក់ទុកនៅកន្លែងណាឆាប់ប្រគល់ឲ្យយើងទាំងអស់មកតើពួកឯងជាអ្នកណាហេតុអ្វីបានជាពួកឯងចូលមកនៅក្នុងផ្ទះរបស់យើងចឹងហាលោកសេដ្ឋីមិនឃើញពួកយើងឃ្លុំមុខទេអីឃើញប៉ុណ្ណឹងហើយតើមិនដឹងថាយើងជាអ្នកណាទេឬនេះពួកឯងជាចៅមិនហើយលោកសេដ្ឋីឆាប់ប្រគល់មាសប្រាក់ឲ្យយើងទាំងអស់មកបើមិនចឹងទេខ្ញុំនឹងសម្លាប់លោកសេដ្ឋីភ្លាមចៅអើយកុំសម្លាប់ខ្ញុំអីខ្ញុំមានមាសប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះមិនបាច់និយាយច្រើនទេឆាប់ឲ្យមាសប្រាក់ឲ្យយើងមកបានចាំបន្តិចចាំយើងយកមាសប្រាក់មកឲ្យលោកសេដ្ឋីបានយកមាសប្រាក់ដាក់នៅលើគ្រែចៅបំរុងនឹងលើកហប់មាសនោះទៅហើយស្រាប់តែសត្វជ្រូកមកពីណាក៏មិនដឹងបានធាក់ពួកគេពីក្រោយជ្រូកចង្រៃឯងហ៊ានធ្វើបាបអញផងស៊ីមួយដាវនេះទៅហេតុអ្វីបានជាឯងកាប់រក្សាគូនរបស់យើងអញ្ចឹងកូនប្រុសតើឯងយ៉ាងម៉េចហើយជ្រូកចង្រៃឯងឆាប់ស៊ីមួយដាវទៀតទៅសត្វជ្រូកក៏បានរត់ចេញមកក្រៅចំណែកលោកសេដ្ឋីគាត់ពិតជាឈឺចិត្តខ្លាំងណាស់ដែលចៅលួចទ្រព្យសម្បត្តិរបស់គាត់ហើយថែមទាំងកាប់ជ្រូករបស់គាត់ទៀតប៉ុន្តែជារឿងដែលសំណាងនៅពេលដែលចៅយកមាសប្រាក់ចេញមកក្រៅស្រាប់តែលោកមេភូមិនិងមនុស្សរបស់គាត់ចាំពួកចៅនៅឯមុខផ្ទះឈប់សិនយើងបានឡោមប៉ត់ផ្ទះលោកសេដ្ឋីអស់ហើយពួកឯងមិនអាចរត់ណាបាននោះទេយល់ល្អឆាប់ប្រគល់ខ្លួននៅទីនេះកុំឲ្យមានទោសកាន់តែធ្ងន់ជាងនេះអីចាំបាត់ហើយសម្លាញ់លួចទ្រព្យសម្បត្តិលោកសេដ្ឋីបានហើយឥឡូវត្រូវលោកមេភូមិចាប់ទៀតតើពួកយើងគួរធ្វើយ៉ាងម៉េចយើងមិនដឹងទេទឹកលិចដល់ចំមកទៅហើយយើងមានតែប្រគល់ខ្លួននៅលោកមេភូមិតែប៉ុណ្ណោះអាឡុងឯងនេះពិតជាអន់មែនអញខំតែស្ដាប់តាមឯងឥឡូវចាប់គុកអត់អំពើតាវីអើយតើសត្វជ្រូកអ្នកណាគេមកដេកនៅមុខផ្ទះយើងអញ្ចឹងមែនហើយយាយវីសត្វជ្រូកនេះពិតជាចម្លែកណាស់មើលចោះខ្លួនរបស់វាមានរបួសទៀតខ្ញុំគិតថាវាប្រហែលជារត់គេចពីអ្វីម្យ៉ាងមកហើយមិនខុសទេតាវីហើយចោះពួកយើងគួរធ្វើយ៉ាងណាចំពោះវាទៅខ្ញុំក៏មិនដឹងធ្វើយ៉ាងណាដែរប៉ុន្តែបើយើងយកវាទៅលក់នៅឯផ្សារពួកយើងប្រកាសណាស់នឹងបានប្រាក់ច្រើនណាស់យាយវីទេធ្វើអញ្ចឹងមិននឹងកើតទៅណែនេះពួកយើងចាស់អស់ហើយណាហើយរឿងធ្វើបន់ក៏មិនដែលបានធ្វើដែរបើយើងយករបស់គេទៅលក់បែបនេះហើយបើសិនជាម្ចាស់គេដឹងគឺវាមិនល្អឡើយបើអញ្ចឹងយាយវាឯងប្រងធ្វើយ៉ាងម៉េចខ្ញុំគិតថាចង់ព្យាបាលវាជាសិនបន្ទាប់មកបើសិនជាមានអ្នកណាមកតាមរោគចាំយើងឲ្យជ្រូកនេះទៅគេវិញចោះណាមួយពួកយើងក៏វាមិនឡាយច្រើនដែរអញ្ចឹងក៏បានដែរខ្ញុំស្ដាប់តាមយាយវាឯងចោះមួយសប្តាហ៍ក្រោយមករក្សាតើពេលនេះឯងនៅឯណាទៅពុកពិតជានឹកឯងខ្លាំងណាស់ឬមួយក៏ឯងត្រូវស្លាប់ដោយសារតែមនុស្សរក្សាតើឯងនៅឯណាមករកពុកបន្តិចមកកូនចំណែកឯសត្វជ្រូកឯណែវិញពេលនេះវាបានជាពីរបួសហើយវាចាប់ផ្ដើមបញ្ចេញអាកប្បកិរិយាប្លែកៗដូចជាមានអ្វីចង់បង្ហាញដល់តាយាយវ័យចំណាស់ទាំងពីរនាក់នេះអញ្ចឹងតាវីអើយមើលចោះសត្វជ្រូកនេះពិតជាចម្លែកមែនហើយមើលចោះវាពិតជាចម្លែកខ្លាំងណាស់បើតាមខ្ញុំគិតវាប្រហែលជាមានអ្វីចង់ប្រាប់យើងហើយយាយវាខ្ញុំក៏មិនដឹងដែរតែយើងមានតែចាំមើលបន្តទៀតតែប៉ុណ្ណោះសត្វជ្រូកក៏បានដើរទៅមុខរួចតាយាយវ័យចំណាស់ទាំងពីរនាក់នេះពួកគាត់ក៏បានដើរតាមពីក្រោយលុះយូរទៅសត្វជ្រូកក៏បានដើរមកដល់ផ្ទះលោកសេដ្ឋីរក្សាកូនត្រឡប់មកវិញហើយពុកពិតជានឹកឯងខ្លាំងណាស់ពុកស្មានថាឯងស្លាប់ហើយរក្សាកូន
តាវីអើយសត្វជ្រូកដែលយើងព្យាបាលនោះគឺជាសត្វជ្រូករបស់លោកសេដ្ឋីតើ មែនហើយយាយវាពួកយើងតើត្រូវធ្វើយ៉ាងម៉េចទៅតើលោកសេដ្ឋីនឹងធ្វើបាបយើងដែរទេអ៊ំប្រុសអ៊ំស្រីទាំងពីរអើយខ្ញុំមិនអាចយកទោសភ័យអ្វីដល់អ្នកទាំងពីរនោះទេប៉ុន្តែផ្ទុយទៅវិញអ្នកទាំងពីរបានមើលថែគុណរបស់ខ្ញុំបានយ៉ាងល្អខ្ញុំពិតជាអរគុណខ្លាំងណាស់ខ្ញុំមិននឹកស្មានតលតែសោះថាបានជួបគុណរបស់ខ្ញុំវិញចាស់លោកសេដ្ឋីមិនអីទេបើខ្ញុំដឹងថាជាសត្វជ្រូករបស់លោកសេដ្ឋីខ្ញុំនឹងយកមកឲ្យលោកតាំងពីថ្ងៃដំបូងមកម្ល៉េះលោកសេដ្ឋីគាត់ពិតជាសប្បាយចិត្តណាស់ពេលនេះគាត់បានជួបគុណរបស់គាត់វិញហើយគាត់ក៏បានឲ្យមាសប្រាក់យ៉ាងច្រើនដល់ប្តីប្រពន្ធវ័យចំណាស់ទាំងពីរនាក់នេះផងដែរ